Lỗ sẽ nè cái này video này cái nhóm một bari nè cái này piរបៀបលក់កីឡាករក្នុង e-football អ្នកគ្នាសម្រាប់អ្នកដៃថ្មីដូចខ្ញុំគឺពេលខ្លះទៅគឺវែងដែរអ្នកគ្នាឧទាហរណ៍យើងចង់លក់កីឡាករណាដូចកីឡាករខ្លះទៅវាអន់ណាអ្នកគ្នាយើងចង់លក់ចឹងអីចេញកុំឲ្យទុកវានៅអញ្ចឹងណានេះដូចកីឡាករនេះតែកីឡាករអន់ហើយលេងអត់កើតទេដូចអានេះអីចឹងដូចយើងចង់លក់មេណាអញ្ចឹងអ្នកគ្នាឥឡូវតោះមកមើលវីដេអូនេះគឺត្រូវអ្នកគ្នារបៀបលក់កីឡាករអ្នកគ្នាចាញ់សិនមកគឺពេលយើងចូលគេមកគឺយើងឃើញបែបហ្នឹងមែនអត់អ្នកគ្នាចូលកន្លែង My Team នេះមកអ្នកកន្លែង My Team ហ្នឹងចូលកន្លែង My Team ហ្នឹងមកហើយអ្នកគ្នាចូលមើលកន្លែង player ហ្នឹងចុចលើ player ហ្នឹងមកហើយនេះមកដល់កន្លែងកីឡាករដែលយើងត្រូវលក់ឲ្យអ្នកគ្នាហើយអ្នកគ្នាលក់ស្រួលប្រយ័ត្នច្រឡំលក់កីឡាករល្អចេញដែរហើយមុននឹងយើងអាចលក់បានយើងចុច select មកយើង select យកកីឡាករដែលយើងចង់លក់តែខ្ញុំចង់លក់មួយនេះសិតតែខ្ញុំចង់លក់ចឹងខ្ញុំចុចលើមកចុចសកត់លើនឹងមកប៉ក់មកសិតតែកីឡាករខ្ញុំចង់លក់ចេញហើយព្រោះអីវាទុកទៅវាញ៉ៃអ្នកគ្នាអញ្ចឹងខ្ញុំចង់លក់ចេញចំឌិចសុននេះមិនបាច់លក់ទេសុនហ្នឹងកីឡាករល្បីដែរអញ្ចឹងយើងសុខចិត្តទុកលេខនៅតិចនេះក៏ល្អដែរនេះកម្លាំង80យើងទុកទៅយើងពិបាកអាប់ដែរយើងអាប់ level លេងដែរអញ្ចឹងយើងលក់ចេញអ្នកគ្នាបើយើងមានហើយដូចខ្ញុំមានសុនមានអីដែរអញ្ចឹងខ្ញុំសុខចិត្តលក់ចេញខ្ញុំមានអស់ហើយនេះអូ Fredero วันអីគេនេះអូលក់ខ្ញុំលក់ទាំងអស់ហ្នឹងខ្ញុំអត់ទុកទេនេះស្តេតរបស់ទុកតែរបស់ណាដែលល្អនេះគេខ្ញុំលក់ដែរខ្ញុំលក់ដែរលក់ដែរអូសុនសេរីចាស់សុនកាលនៅស្ពឺអ្នកគ្នាសុននេះគឺសេរីចាស់កាលនៅស្ពឺហើយសុននេះគឺសេរីថ្មីដែលគាត់តបតាមកនៅក្លឹបថ្មីហើយនេះគឺសុននៅកាលនៅស្ពឺអ្នកគ្នាគឺ account នឹងខ្ញុំលេងយូរដែរគឺ account ខ្ញុំលេងយូរអ្នកគ្នាគឺខ្ញុំដឹងថាខ្ញុំលេងយូរហើយអានេះគឺខ្ញុំអត់លក់ទេសុនកាលគាត់នៅស្ពឺគឺល្អដែរហើយយើងរកមើលកីឡាករណាដែលយើងត្រូវលក់ចេញទៀតអូមើលមកអ្នកគ្នាអូរកមើលសិនមកបើថាយើង select អស់ហើយយើងចង់លក់គឺយើងចុចនេះដូចកីឡាករនេះកន្លង60អីខ្ញុំលក់ចេញដែរខ្ញុំអត់ទុកទេនេះក៏លក់ចេញដែរហើយនេះ92អូច្រឡំដាក់លុកវាអញ្ចឹងយើងលក់អត់ចេញទេចាំយើងលក់ដែលអត់លុកចេញសិនអូខេខ្ញុំរកមើលសិនកីឡាករដែលខ្ញុំត្រូវលក់ទៀតតែខ្ញុំត្រូវលក់កីឡាករណាខ្លះចេញគឺអស់ហើយអ្នកគ្នាអញ្ចឹងចុចកន្លែងartisan នឹងមកប៉ក់ហើយយកខាងក្រោមគេនេះមកប៉ក់ហើយយើងលក់មកនេះអូបានច្រើនដែរអ្នកគ្នាគាត់ថាកីឡាករដែលយើងលក់បានកាក់ឡើង300000ជាងដែរ300,000អ្នកគ្នា300000ជាងឥឡូវយើងចុចលក់មកនេះកន្លែងក្រហមហ្នឹងចុចឲ្យទៅហើយបានកែ5ទៀតអេមទៅហើយគឺថាលក់ហើយអ្នកគ្នាគឺថាកីឡាករយើងគឺអស់ហើយសម្រាប់យើងចង់លក់គ្រូយើងទិញគ្រូខុសយើងចង់លក់គ្រូយកលុយវិញយើងចូលកន្លែងទៅនេះមកនេះកន្លែងmanager ហ្នឹងហើយចុចតិចលក់កីឡាករចឹងអ្នកគ្នាតែនេះដោយសារតែខ្ញុំលុកចឹងទៅគឺយើងលក់អត់ចេញទេដោយសារតែខ្ញុំលុកឃើញណាលក់អត់ចេញទេអញ្ចឹងគឺវាប៉ុណ្្នឹងអ្នកគ្នាវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀតអ្នកគ្នាហើយនេះគឺសម្រាប់កីឡាករខ្ញុំគឺខ្ញុំលេងតែពួកខៀវនឹងទេគឺថាស្រួលលេងមែនទេអ្នកគ្នាអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀតបាយអ្នកគ្នា